អ៊ីរ៉ាំងគម្រាមបិទច្រកសមុទ្រហូមូសឡើងវិញប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទគប់ទីក្រុងវ៉ាស៊ីនតោនអ៊ីរ៉ាំងនៅថ្ងៃសៅរ៍ទី19ខែមេសាឆ្នាំ2026បានគម្រាមថានឹងបិទច្រកសមុទ្រហូមូសឡើងវិញប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទគប់កំពង់ផែអ៊ីរ៉ង់ប៉ុន្មានម៉ោងបន្ទាប់ពីផ្លូវទឹកដ៏សំខាន់មួយនេះត្រូវបានបើកឡើងវិញជាការឆ្លើយតបទៅនឹងបទឈប់បាញ់ក្នុងសង្គ្រាមនៅលីបង់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ការបើកច្រកសមុទ្រហូមូសឡើងវិញធ្វើឲ្យទីផ្សារភាគហ៊ុនហុកឡើងកាលពីថ្ងៃសុក្រនិងជំរុញសុទ្ធិនិយមពីទីក្រុងវ៉ាស៊ីនតោនដោយក្នុងនោះលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ AFP ថាកិច្ចព្រមព្រៀងសន្តិភាពខិតកាន់តែនឹងជិតសម្រេចហើយថាអ៊ីរ៉ាំងបានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញយ៉ូមចម្រាញ់រួចដែលជាចំណុចខ្ទាស់ដ៏សំខាន់ក្នុងកិច្ចចរចាកន្លងមកក៏ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់លោកត្រាំនិយាយថាស្តុកអ៊ុយរ៉ាញយ៉ូមចម្រាញ់រួចរបស់ខ្លួននឹងមិនត្រូវបានប្រគល់ទៅកាន់កន្លែងផ្សេងណានោះឡើយមិនតែប៉ុណ្ណោះតេហេរ៉ង់ក៏បានព្រមានដែរថាប្រសិននាវាចម្បាំងអាមេរិកនៅតែបន្តបិទគប់និងរារាំងមិនឲ្យកប៉ាល់ចេញចូលកំពង់ផែអ៊ីរ៉ង់នោះច្រកសមុទ្រហូមូសអាចនឹងត្រូវបានបិទឡើងវិញជាថ្មីនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានគូបញ្ជាក់ដូចនេះថាប្រសិនបើការបិទគប់នៅតែបន្តនោះច្រកសមុទ្រហូមូសមិនអាចបន្តបើកដំណើរការតទៅទៀតលោក Ghalibaf បន្ថែមថាការបិទឬបើកច្រកសមុទ្រហូមូសមិនមែនធ្វើឡើងនៅលើអ៊ីនធឺណិតឡើយពោលគឺធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដែលដឹងយ៉ាងច្បាស់ថាត្រូវធ្វើការឆ្លើយតបបែបណាទៅនឹងសកម្មភាពណាមួយរបស់ភាគីម្ខាងគួរបញ្ជាក់ថាអ៊ីរ៉ង់បានចងភ្ជាប់ការបើកច្រកសមុទ្រហូមូសទៅនឹងបទឈប់បាញ់នៅប្រទេសលីបង់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃប្រហ័សកន្លងទៅនេះបានប្រកាសពីបទឈប់បាញ់បិទថ្ងៃរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាហើយថាលោកផ្ទាល់រំពេញថាលោកអោននិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងធ្វើទស្សនកិច្ចទៅកាន់សេតវិហានក្នុងពេល 4-5 ថ្ងៃខាងមុខលីបង់ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមនៅថ្ងៃទី2ខែមីនានាពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ាំងបើកការវាយទួយទៅលើអ៊ីស្រាអែលជាការសងសឹកឲ្យការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ាំងលោកអាលីខាមេនី